សួស្តីអ្នកនរនេះវីដេអូនេះគ្រូលើកយកណាលំហាត់ទី7ណាបន្តមកទៀតពាក់ព័ន្ធជាមួយនឹងវីដេអូគឺយើងនិយាយពីការរកល្បឿនណាយើងរកល្បឿនដោយយើងមានរយៈពេលហើយនឹងចម្ងាយណាយើងមានចម្ងាយចូលចឹងរូបមន្តអ្នកទាំងអស់គ្នាប្រហែលជាចាំហើយលំហាត់នេះគ្រូអត់បានបកទេតែប្រធានវាគេទៅសេខ្លីៗទេណាអ្នកទាំងអស់គ្នាគាត់ដឹងថានេះគឺគេចង់បានល្បឿនណាកណីល្បឿនក៏ឲ្យ find the speed in the following case ហ្នឹងហើយអញ្ចឹងមានចម្ងាយណាអូខេជួរខាងនេះគឺចម្ងាយហើយជួរខាងនេះគឺរយៈពេលប៉ុណ្ណឹងឯណាអញ្ចឹងគឺខ្លីទេហើយវីដេអូនេះក៏គ្រូធ្វើឲ្យតែមួយដដែលទេធ្វើច្រើននេះសាប្រមាណគ្រូទុកឲ្យបងប្អូនធ្វើណាឥឡូវគ្រូដាក់ដំណោះស្រាយណាដំណោះស្រាយគ្រូកែតែមួយទេគឺគ្រូកែតែមួយចំដំណោះស្រាយយើងចង់បានអីគេដំណោះស្រាយហ្នឹងអូខេរកល្បឿនណាអូខេល្បឿនតោះប្រតាមណាទៅតាមរូបមន្តរបស់យើងវេណាស្មើគេវេស្មើនឹងដេចែកឲ្យដេណាអ្នកទាំងនេះចង់តាំង x ក៏តាំងទៅណាតោះរូបមន្តយើងគឺអញ្ចឹងដូចគ្នាទេអញ្ចឹងបំរាប់របស់យើងណាបំរាប់របស់យើងមានអីខ្លះយើងទៅសេដោយមកគឺដោយយើងមានអីខ្លះដេរបស់យើងប៉ុន្មានដេរបស់យើងគឺ285គីឡូម៉ែត្រតេរបស់យើងប៉ុន្មានតេគឺ5ណា5ម៉ោងណាអូខេសេតែ x ក៏បានដែរមិនជាបញ្ហាទេបើគេសេមានXR អានេះ S ហ្នឹងមានន័យថាទៅតាមណាយើងហៅថាពហុវចនៈឯកវចនៈអីនោះហ្នឹងហើយណាគ្រូមិនលំអិតអីទេតោះឥឡូវយើងបន្តទៅទៀតយើងដាក់លេខចែកណាយើងដាក់ប្រមាណវិធីចូលទៅតាមអាណាលើដាក់លើអាណាក្រោមដាក់ក្រោមឯណាហ្នឹងហើយយើងអត់ដឹងកន្លែងហ្នឹងបងប្អូនចោះយើងបានវៃណាស្មើនឹងអាណាលើដាក់លើអញ្ចឹងវាបាន285ចែកនឹង5ណា285ចែកនឹង5វាបានប៉ុន្មានទៅវាបាន57ណា57ហើយ57ខ្នាតអ្វីហ្នឹងគិតជាអីទៅកន្លែងហ្នឹងណាយើងមើលផងកន្លែងហ្នឹងដែលគ្រូប្រាប់ថាស្តង់ដារហ្នឹងម៉ែត្រក្នុងវិនាទីអាហ្នឹងណាហើយអាហ្នឹងយើងមើលជាក់ស្ដែងវាមិនចេញមកបែបហ្នឹងទេណាអូខេយើងមើលខ្នាតដែលយើងយកទៅចែកណាអាលើអា x ឬអា d ហ្នឹងវាជាអីណាវាជាគីឡូម៉ែត្រអញ្ចឹងវាបាន55គីឡូម៉ែត្រក្នុង1ម៉ោងទៅតាមហ្នឹងទៅតើគឺនិយាយនេះដោយសារនេះគីឡូម៉ែត្រអានេះម៉ោងឃើញទេយើងមិនយកគីឡូម៉ែត្រចែកជាមួយនឹងម៉ោងឲ្យតើកន្លែងហ្នឹងណាចេញទៅវាចេញណាវាបានជាម៉ោងហើយបើយើងបំបែកគិតទៅតាមយើងបំបែកទៅណាបំបែកជាម៉ែត្រគិតទៅម៉ែត្រទៅលើក្រោមបែកវិធីគិតទៅវិនាទីណានាទីគិតទៅនាទីទៅតែប៉ុណ្្នឹងឯណាហ្នឹងហើយអញ្ចឹងគេអត់មានថាឲ្យយើងបំបែកជាស្តង់ដារយើងទុកអញ្ចឹងបានណាអញ្ចឹងយើងឆ្លើយទៅដូចនេះវ៉ៃស្មើនឹង57គីឡូម៉ែត្រក្នុង1ម៉ោងណាអូខេអញ្ចឹងវីដេអូរបស់យើងគឺតែប៉ុណ្្នឹងណាអូខេអរគុណច្រើនណាបងប្អូន